នេះគឺជាអេពីសូតទី24ដែលយើងនឹងនាំគ្នាទៅនិយាយអំពីវិធីបោកប្រាស់នៅក្នុងវិស័យដឹកជញ្ជូនតាមពិតទៅក្បួនបោកប្រាស់មួយនេះខ្ញុំធ្លាប់បានចែករំលែកនៅក្នុងបណ្ដាញសង្គមរួចម្ដងទៅហើយតែដោយសារថ្មីនេះមានបងប្អូនជាច្រើនជាពិសេសគឺក្មេងស្រីដែលបានខមមិននៅក្នុងវីដេអូរបស់ខ្ញុំផងអ្នកខ្លះក៏បានឆាតមក personal ទៀតអញ្ចឹងមានន័យថាពួកជនខិលខូចនឹងបានចេញប្រតិបត្តិការទៀតហើយដូច្នេះដើម្បីជៀសវាងការចាញ់បោកដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យដឹកជញ្ជូនខ្ញុំនឹងរៀបរាប់អំពីក្បួនរបស់ពួកវាដូចខាងក្រោមក្បួនបោកនៅក្នុងវិស័យដឹកជញ្ជូនវាអ្វីដែលខ្ញុំដឹងគឺមានតាំងពី 5-6 ឆ្នាំមុនដែលការពីជំនាន់មុនហ្នឹងគឺពួកវាប្រើវិធីសាស្ត្រផ្ដោតទៅលើបងស្រីដែលមានអាយុចាប់ពី30ក្រាស់ឬក៏40ស្ដើងទៅដោយសារខ្ញុំដឹងហ្នឹងគឺដោយសារមានមិត្តភ័ក្តិបងស្រីរបស់មិត្តភ័ក្តិខ្ញុំអាហ្នឹងគឺខ្ញុំជួបផ្ទាល់ហ្មងហើយពួកវាធ្វើក្បួនបែបណាមានថាពួកវាដើរ profile ឬក៏ cover ហ្នឹងដើរតួជាទាហានជើងទឹកឬក៏ទាហានអាមេរិកដែលចូលនិវត្តន៍អីបែបអញ្ចឹងទៅហើយពួកវាបានឆាតមកបងស្រីកាលពីជំនាន់ហ្នឹងគឺសុំរាប់អានគឺសាយតែមួយទេជាការសុំរាប់អានជាការខ្ញុំចូលនិវត្តន៍ហើយចង់រកមិត្តភ័ក្តិរាប់អានដែលនៅប្រទេសកម្ពុជាអីចឹងទៅហើយវា style វាហ្នឹងគឺបកប្រែបែបតាមយក Google Translate យកមកបកប្រែដើម្បីតំណាងថាគឺពួកវាគឺជាជនបរទេសហើយបែបអញ្ចឹងទៅហើយបើអ្នកខ្លះគាត់ដឹងគាត់អត់អីទេគាត់ប្លុកចោលគាត់អីចឹងទៅតែបើអ្នកខ្លះគាត់អត់ដឹងពីពួកអត់ហ្នឹងគឺចូលសងគឺឆាតឆ្លើយឆ្លងអីមួយពួកវាចឹងទៅពួកវាបកែមានន័យថាពួកវាចេះធ្វើវិធីសាស្ត្រធ្វើម៉េចឲ្យយើងជឿជាក់លើពួកវាណាអញ្ចឹងនៅក្នុងពី profile Facebook ឬក៏ការផុសអីពួកវាបែបលក្ខណៈបែបចូលនិវត្តន៍នៅសល់លុយសល់កាក់ដើរលេងគ្រប់ទីកន្លែងញ៉ាំរបស់ brand ទៅហាង brand ទិញរបស់ brand នេះបែបអញ្ចឹងទៅអញ្ចឹងដល់ពេលវាព្រមយើងឆ្លើយឆ្លងមួយវាយើងព្រម make friend អីហើយព្រម relationship អីហើយវាចាប់ដើមធ្វើបែបញ៉ែវិញវាថាឥឡូវវាប្រពន្ធវាមានប្រពន្ធចាស់ប្រពន្ធស្លាប់ហើយវានៅសល់លុយសល់អីវាសុំស្រឡាញ់សុំអីបែបអញ្ចឹងណាអញ្ចឹងវាទៅមកកម្រិតទៀតដំបូងសុំរាប់អានទី2វាចាប់ដើមសុំស្រឡាញ់ហើយដល់ពេលបន្ទាប់មកទៅវាចាប់ដើមថាងដើម្បីជាការស្រឡាញ់វាផ្ញើរបស់វាថតផ្ញើរបស់ផ្ញើអីឲ្យអញ្ចឹងណាមានរបស់មានតម្លៃជួយកម្ពុជា brand ដូចជាទូរស័ព្ទគ្រឿងអលង្ការជួនកាលវាថតលុយឲ្យថាងខ្ញុំនឹងផ្ញើលុយឲ្យអ្នកឯងអញ្ចឹងទៅថាវាអត្រែតអញ្ចឹងនៅស្រុកគេគឺបានលុយអត្រែតច្រើននេះបែបអញ្ចឹងទៅហើយបន្ទាប់មកទៀតក្បួនវិធីដែលយើងយកលុយពីយើងហ្នឹងមានច្រើនមានទី1វាដើរតួថាវាមានបញ្ហាជាប់លុយធនាគារជាប់អីចឹងទៅឲ្យយើងដាក់ទៅវាសិនហើយចាំពេលវាដោះបានវាផ្ញើឲ្យយើងវិញហើយមានអ្នកខ្លះជួបពាក់ព័ន្ធមួយផ្ញើអីវ៉ាន់ចេញមកយើងហើយតែជាប់នៅអង្គុយនៅអាមេរិកឥឡូវគេចាប់អីវ៉ាន់ហ្នឹងយើងត្រូវការលុយមួយចំនួនដើម្បីទៅដោះស្រាយអញ្ចឹងទៅហើយបើស្ទាយបោកមួយចំនួនទៀតគឺអីវ៉ាន់មកដល់ពលានហើយឥឡូវអ្នកឯងទៅយកទៅហើយវាមានគ្នាវាម្នាក់ទៀតទេមកយើងដើរតួជាក្រុមហ៊ុនដឹកជញ្ជូនថាឥឡូវអីវ៉ាន់អ្នកឯងផ្ញើពីអាមេរិកមកហ្នឹងមកដល់ហើយអញ្ចឹងអ្នកឯងជួយផ្ញើអត្តញ្ញាណប័ណ្ណផ្ញើអីដើម្បីខ្ញុំបំពេញឯកសារតែត្រូវដាក់លុយមុនណាអាស្ទាយទី3ហ្នឹងឥឡូវក៏យកមកប្រើដល់ឥឡូវហ្នឹងដែរអញ្ចឹងជំនាន់មុនគឺដូចលោកស្រីធ្លាប់ដឹងពីព័ត៌មានហ្នឹងមួយចំនួនហើយគឺមានការចាញ់បោកច្រើនហើយមានការផុសក្នុងបណ្ដាញសង្គមច្រើនតែឥឡូវថ្មីនេះដែលខ្ញុំបានធ្វើវីដេអូចែករំលែកអំពីការដឹកជញ្ជូនតាមយន្តហោះធ្វើតាម airline ណាអញ្ចឹងពួកហ្នឹងផ្ញើតាមយន្តហោះមកទេហើយពួកវាហ៊ានយកក្រុមហ៊ុនធំមានលំដាប់ពិភពលោកយកមកនិយាយទៀតយកប្រើឈ្មោះក្រុមហ៊ុនយកមកនិយាយទៀតហើយអូយរួមគាត់ក្មេងបងប្អូនហ្នឹងបាន screenshot ឲ្យខ្ញុំមើលវា style បោកបាទអ្នកលងអ្នកម៉មអ្នកលោភលន់គឺដឹងតែត្រូវរបស់វាដឹងតែចូលសងវាថតវីដេអូផងវាថតរូបភាពណាវាមកដល់ក្រុមហ៊ុនដឹកជញ្ជូនហើយវាថតទាំង logo ថតទាំងឈ្មោះគេបែបអញ្ចឹងទៀតឥឡូវយើងចូលដល់ឥឡូវវិញអញ្ចឹងឥឡូវខ្ញុំបងប្អូនដែលបាន comment សួរនៅក្នុងវីដេអូចែករំលែកហ្នឹងក៏បានសួរថាបងឬក៏ personal chat ក៏ដូចគ្នាដែរដែលពួកសេរីក្រោយនេះចំនួនឥឡូវវាផ្ដោតទៅលើក្មេងស្រីៗត្រឹម20ស្ដើង20 18 19 20ស្ដើងអីហ្នឹងអញ្ចឹងខ្ញុំមើល profile គាត់គឺក្មេងហើយពួកគាត់ឆាតមកគឺសួរសំណួរដូចគ្នាគាត់សួរថាបងនៅពេលដែលគេផ្ញើអីវ៉ាន់មកពីក្រៅប្រទេសតើតាមយន្តហោះតើតម្រូវឲ្យពួកខ្ញុំនឹងដាក់លុយមុនឬក៏អត់សួរអញ្ចឹងដូចគ្នាអញ្ចឹងខ្ញុំក៏បានខ្ញុំដឹងបាត់ហើយព្រោះពួកគាត់សួរអញ្ចឹងណាខ្ញុំសួរថាគេផ្ញើរបស់អីមកយើងសួរចង់ដេញពីពួកគាត់អញ្ចឹងណាហើយពួកគាត់អត់ប្រាប់ទេពីចឹងពួកគាត់ប្រាប់ថាផ្ញើរបស់ធម្មតាផ្ញើរបស់ទូទៅពួកគាត់អត់ប្រាប់ថាជារបស់មានតម្លៃទេអញ្ចឹងខ្ញុំសួរថាគេផ្ញើលុយផ្ញើទូរស័ព្ទគេផ្ញើរបស់ brand ឲ្យមែនខ្ញុំសួរទៅគាត់បកទៅគាត់លៀមអញ្ចឹងណាគាត់ថាមិនបងឯងដឹងខ្ញុំថាមានគេឆាតមកខ្ញុំច្រើនហើយបងឯងមើលនៅក្នុង comment តែបងឯង comment ហ្នឹងទៅគឺមានគេសួរដូចដល់ណៃដូចគ្នាអញ្ចឹងហើយខ្ញុំក៏បានប្រាប់ពួកគាត់ថាបោកហើយបើគេសុកគេផ្ញើរបស់មានតម្លៃឲ្យយើងគឺបោកហើយបែបអញ្ចឹងណាហើយជាទូទៅបើសម្រាប់អ្នកដែលបានទស្សនាវីដេអូនេះហើយបានជួបផ្ទាល់បើសិនជាគេផ្ញើរបស់ឲ្យមែនយើងទៅដល់ក្រុមហ៊ុនគេហ្មងអត់ផ្ញើលុយឬក៏អត់ធ្វើតាម online អត់ផ្ញើឯកសារឲ្យគេតាមការ call ឬក៏តាម Telegram អីទេ
បើគេពិតប្រកបណាបើក្រុមគេពិតប្រកបសួរអាស្រ័យທາງក្រុមហ៊ុនគេនៅណាយើងទៅបង់លុយឬក៏យើងទៅមើលឯកសារទៅមើលអីវ៉ាន់បង់លុយផ្ទាល់ហ្មងទៅកុំធ្វើតាមអនឡាញបងប្អូនលោកស្រីឬក៏បងប្អូនត្រូវចាំថាពួកបោកនៅពេលដែលយើងទៅដល់សុំរកទីតាំងសុំរកអីពួកវាបោកយើងលេងកើតដែរដោយសារអីពួកវាអត់មានទីតាំងពិតប្រកបទេឥឡូវយើងចូលដល់សាច់រឿងយើងវិញអញ្ចឹងពួកគាត់ដែលឆាតមកខ្ញុំហ្នឹងគឺគាត់ថតមានកាបូបលុយមានលុយកាក់មានអីហើយបន្ទាប់មកចូលសនាយោវាណាឥឡូវវានិយាយមួយគ្នាយប់ឡើងហើយហើយដល់ពេលដែលស្អែកអាចយ៉ាងយូរមក10 9 10ព្រឹកបើយើងនិយាយយប់ថ្ងៃហ្នឹងអញ្ចឹងស្អែកព្រឹកមានក្រុមការងារម្នាក់គ្នាគេហ្នឹងទេមកឲ្យដើរតួជាក្រុមហ៊ុនដឹងជូនអញ្ចឹងគឺនិយាយដូចគ្នាស្ដាយដូចគ្នាមានទាំងប្រុសមានទាំងស្រីសួស្ដីបងអូនខ្ញុំពីខាងក្រុមហ៊ុនដឹងជូនខ្ញុំអត់បញ្ចេញឈ្មោះពួកគាត់ទេតែដឹងថាក្រុមហ៊ុនធំលំដាប់ពិភពលោកណាខ្ញុំគាត់ពីក្រុមហ៊ុនដឹងជូនអេអញ្ចឹងទៅតែបានបងអូនដែលផ្ញើមកពីអាមេរិកមិញនេះគឺបានមកដល់ហើយអញ្ចឹងស្ដាយពួកវាណាបានមកដល់ហើយអញ្ចឹងឥឡូវបងអូនសូមបងអូនផ្ញើជាឯកសារដែលពាក់ព័ន្ធមានជាអត្តសញ្ញាណប័ណ្ណមានអីដើម្បីខ្ញុំបំពេញឯកសារឲ្យអញ្ចឹងយក Telegram ឬក៏ឆាតមក Messenger យើងអីចឹងទៅយើងផ្ញើទៅឲ្យមកស្ទូក្រោយអញ្ចឹងឥឡូវឯកសារបំពេញឲ្យអស់ហើយអញ្ចឹងសូមបងអូនអាចគឺពីច្រើនចំនួនលុយដូចគ្នាបងអូននឹងតម្រូវឲ្យបងអូនគឺដើម្បីបំពេញឯកសារបង់ពន្ធកយបង់ពន្ធអីហ្នឹងគឺដើម្បីបងអូនដាក់លុយ$500ប្រហែលជា3 4នាក់គឺ$500ដូចគ្នាដែលបងប្អូនដែលឆាតមកខ្ញុំហ្នឹងណាគឺមានថាឥឡូវតម្រូវដាក់បងហើយគាត់អ្នកខ្លះក៏គាត់បានចាញ់បោកទៅក៏បានដាក់ទៅហើយអ្នកខ្លះគាត់ក៏ឃើញការវីដេអូចាញ់ម្លេចខ្ញុំក៏គាត់ខមមិនសួរខ្ញុំទៅអាហ្នឹងក៏វាជាភ័ព្វសំណាងរបស់គាត់ដែរអត់ដល់500ហើយបើសិនជាណាគាត់លុបលុនគាត់ឃើញលុយកាបូបអាចដូចឥឡូវ iPhone 1 2000ជាងកាបូប brand 3 4000អញ្ចឹងណាដាក់500ទៅអីទៅគេឆ្លាញ់យើងគេរាប់អានយើងអញ្ចឹងណាអាហ្នឹងគឺទៅហើយឥឡូវយើងទៅមកដំណាក់កាលអ្នកដែលវេលុយទៅយើងនិយាយអ្នកដែលបានវេលុយទៅណាអញ្ចឹងដល់វេលុយទៅហើយគឺចូលសងវាហើយវានឹងខំមកតាក់តងទៀតថាបងត្រូវដាក់លុយបន្ថែមដោយសារអីវ៉ាន់បងត្រូវបង់ពន្ធច្រើនមានអីវ៉ាន់មានរបស់មានតម្លៃអីចឹងណាកយគេឆែកឃើញមានរបស់មានតម្លៃបងត្រូវបង់បន្ថែមបង់300ទៀតអ្នកខ្លះក៏អត់ទាន់ដឹងថាចូលល្បិចបង់ថែមទៀតវាមានវិធីនិយាយរហូតដល់តែដាក់ដល់យើងថែម300 500រហូតដល់តែយើងអស់ពីខ្លួនបានដឹងថាយើងចាញ់បោកវាប្លុកយើងចោលអាហ្នឹងអ្នកដែលចូលសងវាលើកទី1តែបើអ្នកដែលគាត់អត់គាត់ដឹងគាត់ឆ្លាតដែរតែគាត់យើងពីច្រើនមកក្មេងបងប្អូនគាត់ចង់ដឹងថាហ្នឹងវាបោកមែនអត់តែគាត់មិនចង់ដឹងទេយើងដឹងតែបោកហើយយើងប្លុកវាចោលទៅតែដោយសារអ្នកខ្លះគាត់ចង់ដឹងចង់នេះខ្ញុំប្រាប់ថាឥឡូវសាកសួរមើលអាស័យដ្ឋានមើលឥឡូវថាខ្ញុំអូខេខ្ញុំព្រមបង់ឲ្យ500ហ្នឹងណាយើងព្រមបង់ឲ្យវាតែខ្ញុំសុំតែបង់តអាហ្នឹងវាលែងនិយាយមួយយើងហើយឲ្យតែលឺតែបង់តវាលែងនិយាយមួយយើងគឺវាប្លុកឲ្យយើងចោលហើយមួយទៀតបើយើងល្អហ្នឹងបងខ្ញុំអត់មានលុយទេ500អញ្ចឹងវា discount មានអា style discount ទៀតខ្លះសល់300ខ្លះសល់150តែ50រៀលក៏វាយកដែរថាវាពួកបោកហ្នឹងអញ្ចឹងជារួមមកវិញលើកទឹកចិត្តថាมันមានអ្វីមកដែលបានមកដល់ទេដែល free ទេទោះបីជាការឆ្លាញ់ក៏រកអានពិតប្រកបក៏ដោយទាំងយើងទាំងគេវាមិនអាចផ្ញើរបស់មានតម្លៃឲ្យទេបើគេឆ្លាញ់យើងពិតប្រកបម្ដងទៀតបើគេឆ្លាញ់យើងពិតប្រកបគេនឹងមកជួបយើងផ្ទាល់ហើយយើងនេះដែលយើងអ្នកជាអ្នកទទួលនេះយើងជាក់ស្ដែងយើងកុំលោភលន់អីបើសិនជាយើងលោភលន់យើងនឹងទទួលការចាញ់បោកគេហើយត្រូវចាំថាលើលោកហ្នឹងអត់មានអីដែល free ទេបែបអញ្ចឹងណាអូខេអញ្ចឹងវិធីបោកពួកវាខ្ញុំមានប៉ុណ្ណឹងដោយសារជំនាន់មុនគឺផ្ដោតទៅលើវ័យបងស្រីចាស់ឥឡូវវាផ្ដោតទៅលើការក្មេងៗច្រើនអញ្ចឹងលោកស្រីដែលមានមិត្តភក្តិបងប្អូនឬក៏ដែលធ្លាប់ដឹងឮថាមានគេផ្ញើរបស់ឲ្យមានគេផ្ញើរបស់មានតម្លៃឲ្យទៅកាន់មិត្តភក្តិបងប្អូនដែលលោកស្រីបានស្គាល់ហ្នឹងបងប្អូនអាចចែកម្លែកវីដេអូខ្ញុំហ្នឹងទៅកាន់ពួកគាត់ទៅដើម្បីចង្ការយើងនិយាយប្រាប់ពួកគាត់ជឿដល់អ្នកក្រៅនិយាយបានពួកគាត់ជឿអញ្ចឹងឥឡូវគ្រាន់ចែកម្លែកវីដេអូខ្ញុំទៅកាន់ពួកគាត់ទៅថាឥឡូវនេះ style ใหญ่ដូចគ្នាគេក្បួននិយាយដូចគ្នាផ្ញើរបស់មានតម្លៃដូចគ្នាអញ្ចឹងបោកហើយអញ្ចឹងបើអត់ជឿទៅមើលវីដេអូបងប្រុសឬក៏បងប្អូនប្រុសម្នាក់នេះទៅគាត់ចែកម្លែកអីបែបអញ្ចឹងអញ្ចឹងកុំភ្លេចបើគិតថាវីដេអូនេះជាអត្ថប្រយោជន៍បងប្អូនអាចចែកម្លែកទៅកាន់មិត្តភក្តិបងប្អូនដែលបានស្គាល់ហើយហ្នឹងហើយក៏សូមបើសិនជាលោកស្រីធ្លាប់ជួបបទពិសោធន៍តពាក់ព័ន្ធមួយការចាញ់បោកគេហ្នឹងឬក៏មានក្បួនបោកអីផ្សេងពាក់ព័ន្ធជាមួយនឹងពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូនបងប្អូនអាចចែកម្លែកមកនៅក្នុង comment ក៏បានឬក៏លោកស្រីអាចចែកម្លែកនៅក្នុងមក personal chat ខ្ញុំក៏បានដែរខ្ញុំនឹងធ្វើវីដេអូដើម្បីជាចំណេះដឹងដើម្បីឲ្យអ្នកផ្សេងទៀតកុំឲ្យពួកគាត់ទៅចាញ់បោកគេថែមទៀតអូខេអញ្ចឹងថ្ងៃនេះអត់មានអីច្រើនទេហើយក៏សូមអរគុណសម្រាប់លោកស្រីក្នុងការចែកម្លែកឬក៏ឆ្លាញ់ចូលចិត្តចុច like ចុច follow ចុច subscribe អីហ្នឹងនឹងអរគុណសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល